យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនកំពុងបន្តការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងបេរុតប្រទេសលីបង់ដោយបានបើកការវាយប្រហារយ៉ាងទូលំទូលាយនៅក្នុងរដ្ឋធានីតេរ៉ានប្រទេសអ៊ីរ៉ង់យោងតាមអាល់ចាសេរ៉ាអារ៉ាប៊ិកមានការវាយឆ្មក់2លើករបស់អ៊ីស្រាអែលនៅតំបន់ជីក្រុងភាគខាងត្បូងនៃទីក្រុងបេរុតក្នុងរយៈពេល1ម៉ោងកន្លងមករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាឈីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើឃ្លាំងប្រេងឥន្ធនៈនៅទីក្រុងតេរ៉ានដោយហៅសកម្មភាពទាំងនោះថាជាការរំលោភបំពានច្បាប់អន្តរជាតិនិងជាទម្រង់នៃការសម្លាប់បរិស្ថាននៅក្នុងសេចក្តីថ្លែងការណ៍មួយលោកអារ៉ាឈីបាននិយាយថាប្រជាពលរដ្ឋប្រឈមមុខនឹងការខូចខាតរយៈពេលវែងដល់សុខភាពនិងសុខុមាលភាពរបស់ពួកគេហើយថាការបំពុលដីនិងទឹកក្រោមដីអាចមានផលប៉ះពាល់ដល់ជំនាន់ក្រោយៗលោកបានបន្ថែមថាអ៊ីស្រាអែលត្រូវតែទទួលទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួនប្រធានគណៈកម្មាធិការសន្តិសុខជាតិសភាអ៊ីរ៉ង់លោកអាប់រ៉ាហេមអាស៊ីស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថាអ៊ុយក្រែនអាចត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់បន្ទាប់ពីទីក្រុងគៀវត្រូវបានចោទប្រកាន់ថាបានគាំទ្រអ៊ីស្រាអែលជាមួយនឹងយន្តហោះគ្មានមនុស្សបើកដោយថ្ងៃទី16ខែមីនានេះអាល់ចាសេរ៉ាបានចេញផ្សាយថាអ៊ីរ៉ង់បានដាក់ពង្រាយមីស៊ីលស៊ើជិលរបស់ខ្លួនក្នុងការវាយប្រហារសងសឹកទៅលើទីតាំងរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមីស៊ីលស៊ើជិលគឺជាមីស៊ីលឥន្ធនៈរឹងដែលមានចម្ងាយបាញ់ប្រហែល2000ទៅ2500គីឡូម៉ែត្រវាមានល្បឿនលឿនជាងសម្លេងប្រហែល13ដងយោងតាមទស្សនាវដ្តី National Interest មីស៊ីលនេះអាចទៅដល់ប្រទេសនានារហូតដល់ប្រទេសអេស៊ីបផ្នែកខ្លះនៃប្រទេសស៊ូដង់ភាគច្រើននៃប្រទេសអ៊ុយក្រែនផ្នែកខ្លះនៃភាគខាងត្បូងប្រទេសរុស្ស៊ីផ្នែកមួយនៃភាគខាងលិចប្រទេសចិនឥណ្ឌានិងផ្នែកធំៗនៃមហាសមុទ្រឥណ្ឌានិងមេឌីទែរ៉ាណេអ៊ីរ៉ង់ឥឡូវនេះកំពុងនិយាយថាច្រកសមុទ្រអរមូសមិនត្រូវបានបិទទេនៅពេលចាប់ផ្ដើមនៃការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទីក្រុងតេរ៉ានបានគំរាមបិទផ្លូវទឹកដ៏សំខាន់នេះឥឡូវនេះពួកគេបានសម្រេចចិត្តលើអ្វីដែលពួកគេហៅថាស្ថានភាពការគ្រប់គ្រងដ៏ឆ្លាតវៃដែលពួកគេអះអាងអំណាចប៉ុន្តែទទូចថាពួកគេមិនបិទវាចំពោះមនុស្សគ្រប់គ្នានោះទេពួកគេគ្រាន់តែបិទវាចំពោះសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងសម្ព័ន្ធមិត្តរបស់ពួកគេដែលកំពុងគាំទ្រពួកគេនៅក្នុងសង្គ្រាមនេះយើងបានឃើញថាប្រទេសឥណ្ឌាបានទទួលការអនុញ្ញាតឲ្យនាវាដឹកប្រេងមួយចំនួនរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រអរមូសនោះជាគំរូដែលអ៊ីរ៉ង់ចង់ឃើញកើតឡើងចាប់ពីពេលនេះតទៅជាការពិតណាស់សហរដ្ឋអាមេរិកមានសេចក្តីថ្លែងការណ៍ខុសគ្នាដោយព្យាយាមបង្កើតសម្ព័ន្ធភាពនៃមហាអំណាចអន្តរជាតិដោយចោទប្រកាន់ទីក្រុងតេរ៉ានថាបានរារាំងការឆ្លងកាត់នៃការផ្គត់ផ្គង់ថាមពលដ៏សំខាន់ទៅកាន់ពិភពលោកទាំងមូលអ៊ីរ៉ង់កំពុងពិចារណាថានោះគ្រាន់តែជាការឃោសនាប៉ុណ្ណោះពីព្រោះវាមិនពិតហើយថាមានកប៉ាល់និងនាវាដឹកប្រេងជាច្រើនកំពុងឆ្លងកាត់ដោយបន្ថែមថាខ្លួនមានសិទ្ធិគ្រប់គ្រងច្រកសមុទ្រនេះពីព្រោះកប៉ាល់ទាំងនោះកំពុងឆ្លងកាត់ទឹកដីរបស់ខ្លួនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានព្រមានថាអង្គការ NATO ប្រឈមមុខនឹងអនាគតដ៏អាក្រក់មួយប្រសិនបើសម្ព័ន្ធមិត្តបរាជ័យក្នុងការជួយបើកច្រកសមុទ្រអរមូសលោកក៏បានសម្ដែងការខកចិត្តចំពោះជំហររបស់ចក្រភពអង់គ្លេសផងដែរលោកបានប្រាប់សារព័ត៌មានថាចក្រភពអង់គ្លេសអាចត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តលេខ1ជាមួយសម្ព័ន្ធមិត្តដែលបម្រើការយូរបំផុតនិងអ្វីៗផ្សេងទៀតហើយនៅពេលដែលខ្ញុំបានស្នើសុំឲ្យពួកគេមកជួយគេមិនចង់មកទេហើយដល់រាបណាយើងលុបបំបាត់សមត្ថភាពគ្រោះថ្នាក់ពីអ៊ីរ៉ង់ពួកគេបាននិយាយថាអូយើងនឹងបញ្ជូនកប៉ាល់2គ្រឿងហើយខ្ញុំបាននិយាយថាយើងត្រូវការកប៉ាល់ទាំងនេះមុនពេលយើងឈ្នះមិនមែនបន្ទាប់ពីយើងឈ្នះទេខ្ញុំបាននិយាយជាយូរមកហើយថា NATO គឺជាផ្លូវមួយផ្លូវលោកអាចពន្យាពេលកិច្ចប្រជុំកំពូលរបស់លោកជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីងនៅចុងខែនេះខណៈដែលលោកកំពុងដោះសម្ពាធលើរដ្ឋាភិបាលចិនឲ្យជួយដោះសោផ្លូវទឹកដ៏សំខាន់នេះលោកត្រាំបានប្រាប់ ST ថាវាសមស្របណាស់ដែលមនុស្សដែលជាអ្នកទទួលផលពីច្រកសមុទ្រនេះនឹងជួយធានាថាគ្មានអ្វីអាក្រក់កើតឡើងនៅទីនោះទេដោយអះអាងថាប្រទេសចិននិងអឺរ៉ុបពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងពីតំបន់ឈូងសមុទ្រមិនដូចសហរដ្ឋអាមេរិកទេប្រធានាធិបតីថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ដោយលោកបានអះអាងម្ដងទៀតថាអ៊ីរ៉ង់ចង់ចរចាដោយមិនបានគិតគូរល្អប៉ុន្តែលោកមិនគិតថាពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើអ្វីដែលពួកគេត្រូវធ្វើលោកត្រាំបានមានប្រសាសន៍ថាខ្ញុំគិតថាពួកគេនឹងចរចានៅចំណុចណាមួយយើងកំពុងធ្វើបានល្អណាស់តាក់ទងនឹងស្ថានភាពទាំងមូលនៅក្នុងប្រទេសអ៊ីរ៉ង់លោកត្រាំក៏បាននិយាយផងដែរថាលោកកំពុងនិយាយជាមួយប្រទេសដទៃទៀតអំពីការត្រួត
ត្រួតពិនិត្យច្រកសមុទ្រអមុសចំពេលមានការគំរាមកំហែងជាបន្តបន្ទាប់នៃការវាយប្រហារសងសឹកពីអ៊ីរ៉ង់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាឈីបាននិយាយកាលពីថ្ងៃអាទិត្យថាទីក្រុងតេរ៉ានគ្មានហេតុផលដើម្បីចរចាជាមួយអាមេរិកទេហើយនឹងបន្តប្រយុទ្ធដល់រាប់ណាវាត្រូវការលោកអារ៉ាឈីបានពិពណ៌នាអំពីចំនួនដែលបានចាប់ផ្ដើមជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងរវាងអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី28ខែកុម្ភៈថាជាសង្គ្រាមជម្រើសដែលបានកំណត់គោលដៅលើជនស៊ីវិលអ៊ីរ៉ង់និងទីតាំងយោធាដូចគ្នាលោកបានមានប្រសាសន៍ថាយើងមិនដែលស្នើសុំឲ្យមានបទឈប់បាញ់ទេហើយយើងក៏មិនដែលស្នើសុំឲ្យមានការចរចាដែរយើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួនឲ្យបានយូរតាមដែលអាចធ្វើទៅបានហើយនេះជាអ្វីដែលយើងបានធ្វើរហូតមកដល់ពេលនេះហើយយើងបន្តធ្វើដូច្នេះរហូតដល់លោកត្រាំឈានដល់ចំណុចមួយដែលថានេះជាសង្គ្រាមខុសច្បាប់ដែលគ្មានជ័យជំនះប្រធានាធិបតីអាមេរិកបានអះអាងកាលពីថ្ងៃសៅរ៍ថាការវាយប្រហាររបស់សហរដ្ឋអាមេរិកបានបំផ្លាញទាំងស្រុងភាគច្រើននៃកោះខកដោយបាននិយាយថាយោធារបស់ខ្លួនអាចនឹងវាយប្រហារទីតាំង 2-3 ដងទៀតគ្រាន់តែសម្រាប់ការសប្បាយតែប៉ុណ្ណោះកោះខកដែលជាកោះផ្កាថ្មប្រវែង8គីឡូម៉ែត្រនៅក្នុងឈូងសមុទ្រពែចម្ងាយ43គីឡូម៉ែត្រពីដីគោកគឺជាមជ្ឈមណ្ឌលកែច្នៃដ៏សំខាន់សម្រាប់ប្រទេសអ៊ីរ៉ង់ដែលជាធម្មតា 90% នៃការនាំចេញប្រេងរបស់ប្រទេសនេះហូរកាត់លោកត្រាំបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកសារព័ត៌មាននៅលើយន្តហោះ Air Force One ថាសហរដ្ឋអាមេរិកកំពុងវាយប្រហារទីតាំងដែលអ៊ីរ៉ង់កំពុងសាងសង់យន្តហោះគ្មានមនុស្សបើកដែលត្រូវបានប្រើប្រាស់ដើម្បីបើកការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលោកបានមានប្រសាសន៍ថាអ៊ីរ៉ង់មានកម្លាំងបាញ់តិចតួចណាស់ដែលនៅសល់យើងបានបំផ្លាញសមត្ថភាពផលិតរបស់ពួកគេលោកបានបន្ថែមថាដូចគ្នានេះដែរយន្តហោះគ្មានមនុស្សបើកបានធ្លាក់ចុះយ៉ាងខ្លាំងប្រហែល 20% នៃអ្វីដែលពួកគេមានគិតត្រឹមថ្ងៃអាទិត្យយើងកំពុងវាយប្រហារកន្លែងដែលពួកគេផលិតវាឧត្តមសេនីយ៍ឯកអាលីម៉ូហាម៉ាត់ណៃនីបាននិយាយថាឃ្លាំងអាវុធភាគច្រើនដែលកាន់កាប់ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC នៅតែដដែលហើយអាវុធទំនើបជាច្រើនទៀតកំពុងត្រូវបានរក្សាទុកជាទុនបម្រុងលោកណានីបានប្រាប់អ្នកសារព័ត៌មាន IRIB ថាអ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល700គ្រាប់និងយន្តហោះគ្មានមនុស្សបើកចំនួន 3600 គ្រឿងប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមនៅថ្ងៃទី28ខែកុម្ភៈលោកបានបន្ថែមថាសមត្ថភាពវាយលុករបស់អ៊ីរ៉ង់បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីសង្គ្រាមរយៈពេល12ថ្ងៃរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីឆ្នាំមុនលោកណៃនីបាននិយាយថាមីស៊ីលដែលកំពុងប្រើប្រាស់សប្តាហ៍ថ្ងៃនេះជារបស់កាលពីមួយទសវត្សរ៍មុនលោកបានមានប្រសាសន៍ថាមីស៊ីលជាច្រើនដែលយើងបានផលិតចាប់តាំងពីសង្គ្រាមរយៈពេល12ថ្ងៃរហូតដល់សង្គ្រាមរ៉ាម៉ាដានមិនទាន់ត្រូវបានដាក់ពង្រាយនៅឡើយទេ